안녕하세요. ជម្រាបសួរ បងប្អូនទាំងអស់គ្នា ស្វាគមន៍មកកាន់វីដេអូដំបូងនៃការបង្រៀនភាសាកូរ៉េថ្នាក់ដំបូងអញ្ចឹងថ្ងៃនេះខ្ញុំនឹងណែនាំបងប្អូនទាំងអស់គ្នាឲ្យស្គាល់អំពីថ្នាក់ដំបូងនៃភាសាកូរ៉េថ្នាក់ដំបូងនៃភាសាកូរ៉េមិនខុសពីភាសាខ្មែរទេបាទគឺមានស្រៈហើយនិងព្យញ្ជនៈអញ្ចឹងស្រៈនិងព្យញ្ជនៈរបស់ភាសាកូរ៉េហើយនិងភាសាខ្មែរបាទសំឡេងស្តីៗគ្នាទេយើងស្រួលរៀនបាទអញ្ចឹងដើម្បីរៀនភាសាមិនថាភាសាអីទេឲ្យចេះឲ្យជំនាញបងប្អូនទាំងអស់គ្នាត្រូវតែឆ្អិនជាមួយនឹងថ្នាក់ដំបូងនៃភាសាទាំងអស់នោះសិនបាទអញ្ចឹងដោយភាសាកូរ៉េមិនខុសអីភាសាខ្មែរទេគឺមានបាទស្រៈបាទហើយនឹងព្យញ្ជនៈអញ្ចឹងនៅក្នុងការរៀនស្រៈនិងព្យញ្ជនៈបងប្អូនយើងចាប់តាមលំដាប់ដោយស្តង់ដារមកគឺយើងរៀនស្រៈមុនណាបាទយើងនឹងរៀនស្រៈមុនបាទស្រៈនៃភាសាកូរ៉េបាទសរុបទាំងអស់គឺបាទ21ណា21ហើយនៅក្នុង21នេះគឺមានស្រៈបាទស្រៈតូលចំនួន10ហើយនឹងស្រៈផ្សំបាទ11អូខេអញ្ចឹងដើម្បីកុំឲ្យបងប្អូនទាំងអស់គ្នាឆាប់ភ្លេចឬក៏ពិបាកចំណាំចង់ឲ្យបងប្អូនទាំងនេះរៀនឆាប់ចាំឆាប់ចេះបងប្អូនកុំទាន់ខ្វល់ពីស្រៈផ្សំណាបាទស្រៈតូល10មានបាទនេះគឺស្រៈតូលទាំង10នៃភាសាកូរ៉េដែលបងប្អូនទាំងអស់គ្នាត្រូវតែបាទចងចាំព្រោះស្រៈនេះគឺឡើងប្រើខ្លាំងបាទតោះបងប្អូនរៀនអានបន្តិចតាមខ្ញុំបាទនេះគឺអានថាអានគឺវាស្មើនឹងស្រៈអាខ្មែររបស់យើងចេះដែរណាបាទស្រៈអាខ្មែររបស់យើងចេះណាបាទអញ្ចឹងអានេះក៏តំណាងឲ្យព្យញ្ជនៈណាបងប្អូនស្រៈរបស់យើងគឺយើងសរសេរអញ្ចឹងពីមុខនេះមានអ្នកខ្លះគាត់ដាក់ការ៉េអញ្ចឹងមកអ្នកខ្លះគាត់ដាក់អំពងមួយអញ្ចឹងមកកូរ៉េក៏ដូចគ្នាមានអក្សរនេះគឺតំណាងឲ្យព្យញ្ជនៈមួយបាទដើម្បីបូកមួយស្រៈអញ្ចឹងណាបាទអញ្ចឹងទីទៀតបងប្អូននឹងយល់គាត់ណាខ្ញុំប្រាប់ថាអានេះវាតំណាងឲ្យព្យញ្ជនៈអមជាមួយនឹងនេះសញ្ញាស្រៈនេះអញ្ចឹងណាបាទអញ្ចឹងបងប្អូនកន្លែងហ្នឹងមកឆ្ងល់ទេវាដូចសម្រាប់ចន្លោះមួយឲ្យយើងដាក់ព្យញ្ជនៈដើម្បីបូកជាមួយនឹងស្រៈបាទយល់បានបងប្អូនបាទអញ្ចឹងនេះគឺអានថាអាបាទនេះអានថាយ៉ាបាទនេះគឺអានថាអបាទនេះគឺយ៉បាទនេះអូសំឡេងអូនេះគឺសំឡេងយ៉ូបាទនេះគឺសំឡេងអ៊ូនេះគឺសំឡេងយូបាទនេះគឺសំឡេងអ៊ឺនេះគឺសំឡេងអ៊ីបាទអញ្ចឹងងាយស្រួលចាំហើយងាយស្រួលអានទេបងប្អូនស្រៈបាទមិនពិបាកបញ្ចេញខ្យល់បញ្ចេញតង់អីច្រើនទេបាទបងប្អូនអានមកអាយ៉ាអយ៉អូយ៉ូអ៊ូយូអ៊ឺអ៊ីបាទតាមបទពិសោធន៍របស់ខ្ញុំស្រៈតូល10នេះខ្ញុំរៀនតែមួយថ្ងៃទេការខ្ញុំរៀនមុនប្រឡងទៅប្រទេសកូរ៉េណាបាទរៀនមួយថ្ងៃនៅរៀននៅក្នុងសាលាខ្ញុំរៀនមួយគ្រូតែ2ម៉ោងទេខ្ញុំអាចចេះបាន 50% ហើយនៅពេលដែលចប់2ម៉ោងហ្នឹងជិះកង់ទៅកន្លែងស្នាក់នៅវិញបាទរៀនទិញតាមកង់ទៀតអាយ៉ាអយ៉អូយូអ៊ូយូអ៊ឺអ៊ីទៀតទៅដល់ផ្ទះចេះហើយមុនហូបបាយហូបទឹកមុននឹងសម្រាករំលឹកសរសេរឡើងសេចុះទៀតបាទគឺទិញចាំមាត់ហើយអាចសូត្របិទភ្នែកបានហើយយើងស្គាល់ពីទូទៀតណាស្គាល់អំពីស្រៈអានេះអូអានេះគេហៅថាស្រៈអាអានេះអូអានេះអានថាស្រៈយ៉ាអានេះអានថាស្រៈអ
អានេះអានថាស្រៈយោអានេះអានថាស្រៈអូអានេះអានថាស្រៈយោនេះអានថាស្រៈអ៊ូនេះអានថាស្រៈយូស្រៈអ៊ឺស្រៈអ៊ីនៅពេលដែលបាទអត់មានបតោងសរោមចេះបាទអាហ្នឹងយើងចាំហើយអញ្ចឹងស្រៈតូទាំង10នេះគឺងាយស្រួលទន្ទិញហើយងាយស្រួលចាំមែនតើអញ្ចឹងបងប្អូនទាំងអស់គ្នាគាត់ណាតាសេម៉ាច់តាសេនេះប៉ុន្តែម៉ាច់តាសេបតោងសរោមបងប្អូនរៀនជាស្រៈការ៉េហ្មងមកណាបាទដើម្បីឲ្យខួរក្បាលរបស់យើងនឹងឆាប់ចាំចំណាំបានលឿនបាទអញ្ចឹងនេះគឺខ្ញុំប្រាប់ពីទូហើយនឹងសំឡេងនៃស្រៈហើយបន្តមកខ្ញុំនឹងប្រាប់បងប្អូនអ្នកគ្នាអំពីរបៀបសរសេរណាបាទរបៀបសរសេរនៃភាសាកូរ៉េបាទបងប្អូនមើលខាងនេះបាទរបៀបសរសេរនៃភាសាកូរ៉េស្តង់ដារបស់គេគឺបាទពីឆ្វេងមកស្ដាំហើយពីលើចុះមកក្រោមបាទហ្នឹងគឺស្តង់ដានៃការសរសេរស្រៈមិនថាស្រៈមិនថាព្យញ្ជនៈទេអាហ្នឹងគឺរបៀបសរសេរគឺបែបហ្នឹងស្តង់ដាប៉ុន្តែបើលក្ខណៈដែលយើងប្រើប្រាស់ប្រចាំថ្ងៃឬក៏ជាក់ស្ដែងបងប្អូនសរសេរមិនក៏បានដូចអានេះអញ្ចឹងណាបងប្អូនអានេះបងប្អូនសរសេរបាទពីលើចុះមកក្រោមហើយពីឆ្វេងមកស្ដាំបាទអញ្ចឹងតាមស្តង់ដាអញ្ចឹងក៏បានណាបងប្អូនចង់សរសេរបែបណាក៏បានបាទសរសេរអានេះមិនចេះក៏បានឲ្យតែចេញរៀងស្រៈអានេះឲ្យបងប្អូនមើលអូយល់ថាចេញជារូបរាងអាម៉ាដូចស្រៈយោអីបងប្អូនសរសេរអញ្ចឹងក៏បានបាទទាញអញ្ចេះក៏បានណាស្រៈយ៉ានេះបងប្អូនទាញអញ្ចេះពីលើចុះក្រោមពីឆ្វេងមកស្ដាំអញ្ចេះក៏បានបាទអត់សំខាន់បងប្អូនអរគ្នាទាញពីណាទៅណាទេឲ្យតែចេញរូបរាងស្រៈឲ្យច្បាស់អាឲ្យចំអាយ៉ាត្រូវមានធ្មេញ2ណាអត្រូវបែរទៅឆ្វេងណាអាបែរមកស្ដាំណាអញ្ចឹងលក្ខណៈនៃការប្រើប្រាស់ទូទៅបងប្អូនមិនចាំបាច់តាមស្តង់ដាពីឆ្វេងមកស្ដាំលើមកក្រោមក៏បានដែរដូចខ្ញុំបញ្ជាក់ថាឲ្យតែសរសេរចេញជារូបរាងស្រៈគេយល់បងប្អូនអាចយល់អាចស្គាល់អូខេហើយបាទនេះគឺរបៀបសរសេរបាទអញ្ចឹងបងប្អូនអរគ្នាសរសេរមកខ្ញុំលុបបតោងសរោមនេះចេញបាទសរសេរតាមនឹងមកបងប្អូនណាបាទពីលើចុះក្រោមពីឆ្វេងមកស្ដាំបាទស្រៈយ៉ាស្រៈអពីឆ្វេងមកស្ដាំពីលើចុះក្រោមស្រៈអស្រៈយោពីឆ្វេងមកស្ដាំពីឆ្វេងមកស្ដាំពីលើចុះក្រោមបាទស្រៈយោស្រៈអូបាទបងប្អូនពីឆ្វេងមកស្ដាំមុនក៏បានបាទពីលើចុះក្រោមបាទស្រៈយោពីឆ្វេងមកស្ដាំពីលើចុះក្រោមណាបាទស្រៈអ៊ូបាទពីឆ្វេងមកស្ដាំពីលើចុះក្រោមអញ្ចឹងបងប្អូនស្រៈយូឆ្វេងមកស្ដាំពីលើចុះក្រោមបាទស្រៈអ៊ឺពីឆ្វេងមកស្ដាំបាទស្រៈអ៊ីពីលើចុះក្រោមបាទងាយបងប្អូនរបៀបសរសេរគឺអញ្ចឹងណាបាទហើយស្រៈវាអត់ខុសគ្នាអីច្រើនទេបងប្អូនអាបាទអាមានធ្មេញបាទគេហៅថាអាធ្មេញនេះ1ស្រៈយ៉ាគេមានអាធ្មេញនេះ2ណាស្រួលចាំទេអបែរទៅនោះវិញមកបាទបងប្អូនសរសេរបែរទៅវិញមកស្រៈអមានតែ1ទេស្រៈយោមាន2ណាបាទស្រៈអូអាបឈរឡើងលើមានតែ1ទេតែយោថែម1ទៀតចេញសំឡេងយោឃើញអត់បាទស្រៈអ៊ូអញ្ចឹងដែរបាទអានេះឈុត1នេះស្រៈអ៊ូមានឈុត2ចេះស្រៈយូអ៊ឺអ៊ីនៅដដែលបាទអ៊ឺអ៊ីនៅដដែលអញ្ចឹងបងប្អូនស្គាល់អំពីរបៀបសរសេរណាបងប្អូនណាបាទរបៀបសរសេរងាយស្រួលទេបាទខ្មែរយើងបាទបើថាបើនិយាយពីការសរសេរហ្នឹងគឺងាយស្រួលជាងខ្មែរយើងទៀតណាខ្មែរយើងអាស្រៈអីត្រូវតែដាក់បាទគូចេះបាទអញ្ចឹងអេចេះអីបាទអីនេះអត់ទេចេះបាទចេះលឿនទេបាទជ្រុងលឿនបាទអាចថាស្រួលរៀនជាងភាសាខ្មែរយើងទៀតណាស្រៈ
អញ្ចឹងស្រៈតូលទាំង10ខ្ញុំបានប្រាប់ពីទូហើយនឹងសំឡេងហើយរបៀបសរសេរហើយណាឥឡូវយើងមើលលុបអានេះចេញតោះអូខេបងប្អូនទាំងអស់គ្នាឥឡូវនៅចុងមេរៀនខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាអានតាមខ្ញុំបន្តិចដើម្បីឲ្យបងប្អូនទាំងអស់គ្នារត់មាត់ណាបាទរត់មាត់អញ្ចឹងនេះគឺអាយ៉ាអយ៉អូយ៉ូអ៊ូយូអ៊ឺអ៊ីបាទសង្ឃឹមថាបងប្អូនទាំងគ្នានឹងយល់ហើយនឹងចេះបញ្ចេញសំឡេងស្រៈឲ្យច្បាស់បងប្អូនអាចមើលវីដេអូនេះទៅមកម្ដងពីរដងដើម្បីហាត់ពាត់ការបញ្ចេញសំឡេងរបស់បងប្អូនទាំងគ្នាបាទអញ្ចឹងជូនពរបងប្អូនរៀនឆាប់ចេះទៅវិញបាទកាន់ប៊ិចកាន់សភៅសរសេរស្រៈបាទនៃភាសាកូរ៉េមកស្លឹកមកហើយសរសេរស្រៈខ្មែរនេះមកស្លឹកទៀតទៅណាហាមបើកប្រយោគមើលដើម្បីរំលឹកទៅវិញទៅមកអានេះគឺរបៀបនៃការរៀនរបស់ខ្ញុំឆាប់ចេះបាទឆាប់ចេះហើយឆាប់ចាំឆាប់ចំណាំបាទអរគុណអ្នកនរគ្នាបើសិនជាមានចម្ងល់បងប្អូនអាច comment សួរនៅក្នុងវីដេអូនេះបានណាអរគុណយើងជួបគ្នានៅវីដេអូបន្ទាប់